បាទសូមគោរពសូមស្វាគមន៍មកកាន់ Channel Cambo Farm ទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍របស់បងប្អូនប្រជាជនអ្នកចូលចិត្តស្រឡាញ់ការចិញ្ចឹមសត្វទាំងអស់ត្រឡប់មកជជែកគ្នាលេងអំពីការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារម្ដងទៀតបាទដោយបងប្អូនទាំងអស់បានដឹងហើយបានមើលវីដេអូរបស់ខ្ញុំបាទកន្លងមកហើយតើទៅនឹងការចិញ្ចឹមសត្វរបស់ខ្ញុំបាទជាលក្ខណៈគ្រួសារដែលជួយរកចំណូលបន្ថែមកាត់បន្ថយការចំណាយផ្សេងនៅក្នុងគ្រួសារបាទដូចបងប្អូនបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងនៅសត្វចិញ្ចឹមរបស់ខ្ញុំបាទមានមាន់មានទាមានកងានអីជាដើមគឺខ្ញុំចំណាយពេលវេលាមើលថែវាមិនច្រើនទេគឺក្នុងមួយថ្ងៃហ្នឹងខ្ញុំចំណាយពេលវេលាឲ្យចំណីតែ1ម៉ោងអីទេពេលព្រឹកឬក៏ពេលល្ងាចអីចឹងទៅតាមភាពជាក់ស្ដែងដាក់ឲ្យវាស៊ីមើលទឹកមើលអីចឹងទៅតាមដានសុខភាពមាន់ទារបស់យើងជាប្រចាំចឹងទៅតាមពេលវេលាដែលយើងមានតិចឬច្រើនជាក់ស្ដែងក្នុងមួយថ្ងៃបាទដូចបងប្អូនបានឃើញដូចចឹងខ្ញុំដាក់ចំណីឲ្យវាថ្ងៃណាខ្ញុំមានតកួនខ្ញុំដាក់តកួនហាន់ឲ្យវាទៅថ្ងៃណាខ្ញុំមានស្កាកសំណល់ផ្ទះបាយមានសម្លមានអីសល់ចឹងទៅយើងដាក់ទៅយើងឲ្យចំណីសម្រាប់មកពីផ្សារខ្លះចឹងទៅឲ្យមាន់ឲ្យទាកងានរបស់យើងនឹងវាបានស៊ីចំណីបាទហើយកូនមាន់របស់ខ្ញុំថ្ងៃនេះខ្ញុំលែងឲ្យវាដើរលេងបានម្ដងតែពិតកូនមាន់របស់ខ្ញុំគឺខ្ញុំដាក់ក្នុងទ្រុងពេលថ្ងៃឲ្យមើលវានៅក្រៅទ្រុងពេលយប់បានចាប់មេវាដាក់ចូលក្រុងបាទថ្ងៃនេះខ្ញុំលែងវាពីព្រោះឃើញក្តៅល្អខ្ញុំលែងវាឲ្យដើរឲ្យស្របនឹងបរិយាកាសដីខ្លះចឹងទៅបាទដូចបងប្អូនបានឃើញនេះឃីវក្រោយនោះដូចដែលខ្ញុំថតថ្ងៃមុននោះគឺជាត្រែងតកួនធំមួយដើម្បីខ្ញុំដាំតកួននោះឲ្យជាចំណីដល់មាន់ទាថ្ងៃណាដែលខ្ញុំមិនមានសល់កាកសំណល់ផ្ទះបាយខ្ញុំហាន់តកួនលេងជាមួយចំណីសម្រាប់ឲ្យមាន់ឲ្យទាកងានរបស់ខ្ញុំនឹងស៊ីបាទមែនតើទៅបងប្អូនការចិញ្ចឹមសត្វបែបនេះគឺវាចំណេញច្រើនណាស់ដល់សេដ្ឋកិច្ចគ្រួសាររបស់យើងបាទកាត់បន្ថយបានច្រើនមែនតើអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមចិញ្ចឹមសត្វទាំងអស់គ្នាបាទចិញ្ចឹមសត្វទៅជាមាន់ជាទាជាកងានជាកង្កែបជាត្រីក៏